Ba chẳng chuẩn bị xuខ្ញុំសូមបង្ហាញបន្តិចជាមួយនឹងដំណើរការដែលខ្ញុំផលិតសម្ភារៈមួយនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើពេលខ្លះយើងគិតថាពិបាកពេលខ្លះក៏វាងាយស្រួលដែរបាទពិបាកគឺពិបាកនៅក្នុងការស្វែងរកគំនិតយកមករៀបចំថាតើនៅក្នុងមួយទំព័រហ្នឹងយើងចង់ឲ្យវាលេចរូបរាងមកបែបណាហើយងាយស្រួលនៅពេលដែលយើងដឹងថាតើនៅក្នុងមួយទំព័រនោះមានអីហើយយើងរៀបចំជាទម្រង់មួយដែលងាយស្រួលមកយើងបានទៅជាទម្រង់ដែលមានស្រាប់អញ្ចឹងពេលដែលយើងយកមកធ្វើគឺងាយស្រួលបែបនេះឧទាហរណ៍ថាអក្សរនេះគឺយើងបានហើយអញ្ចឹងយើងបដូរវាទៅជាបាទអក្សរហើយនៅក្នុងការធ្វើយើងព្យាយាមធ្វើទម្រង់ណាដែលកុំឲ្យវាខុសគ្នាឆ្ងាយពេកដែលយើងពិបាកហើយនៅក្នុងការធ្វើអាចពេលដែលបដូរយើងមើលតួអក្សរណាដែលនៅក្បែរគ្នាទៅទីមួយយើងរកតួអក្សរដែលនៅក្បែរគ្នាដើម្បីឲ្យរំលឹកហើយក៏ព្យាយាមទាញទៅតួអក្សរចាស់ដែរហើយទី2ព្យាយាមបង្កើតទម្រង់អក្សរណាដែលមិនបង្កើតទេបើន័យថាប្រើអក្សរណាចូលទៅក្នុងល្បែងសិក្សាដែលដាក់ហ្នឹងវាមានទម្រង់ស្រដៀងគ្នាឧទាហរណ៍បអញ្ចឹងថាតើវាអាចស្រដៀងជាមួយនឹងអក្សរអីឧទាហរណ៍ថាបអញ្ចឹងស្រដៀងគ្នាជាមួយថបាទអញ្ចឹងយើងដាក់វាខ្លះទៅដើម្បីឲ្យក្មេងៗគាត់អាចថាបាទគាត់ទៅស្វែងរកតួអក្សរនឹងឬក៏ពេលខ្លះទៅគាត់មើលអត់ទាន់បាទគាត់មានការភ័ន្តច្រឡំបាទហើយនៅក្នុងការដាក់គឺអាស្រ័យទៅលើអ្នករៀបចំទេថាតើគាត់ធ្វើគាត់ស្រឡាញ់បែបណាគាត់ធ្វើបែបណាអញ្ចឹងគាត់ចាប់ផ្ដើមគិតទៅថាតើយើងធ្វើម៉េចដើម្បីទាក់ទាញអ្នកប្រើប្រាស់ក្មេងៗរបស់យើងហ្នឹងគាត់ប្រើឲ្យគាត់ចង់នៅតែលេងល្បែងនឹងបន្តទៀតបាទអញ្ចឹងនៅកន្លែងនេះបាទនេះគឺជាដំណើរដែលខ្ញុំធ្វើឲ្យមុនពេលដែលយើងបានប៉ុណ្ណេះយើងត្រូវរៀបចំទម្រង់មួយដែលយើងគិតថាអាចទទួលយកបានបាទជួនកាលខ្ញុំដាក់អក្សរវារៀងឆ្ងាយតិចទៅដើម្បីឲ្យក្មេងៗគាត់ចូលទៅគាត់អាចរំលឹកទៅដល់តួអក្សរដែលនៅបាទដែលនៅឆ្ងាយដែលគាត់បានធ្វើលំហាត់នឹងពីមុនបាទហើយអក្សរខ្លះក៏យើងពិបាករកនេះដែរក៏យើងពិបាករកទម្រង់អក្សរដែលមានប្រហែលគ្នាដើម្បីធ្វើយ៉ាងណាឲ្យគាត់មើលបើសិនជាអត់បានគិតវានឹងមានការភ័ន្តច្រឡំបាទអញ្ចឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងខ្លី